ខ្ញុំបាទសូមគោរពជំរាបសួរប្រិយមិត្តពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាវីដេអូរបស់ខ្ញុំជាទីគោរពរាប់អានប្រិយមិត្តមករីករាយទស្សនានៅសកម្មភាពការជំរះស្មៅចេញពីណាដំណាំបន្តិចបន្តួចនៅក្នុងដីដាំដុះលិចកើតហ្នឹងណាមានអានេះតិចទៅក៏ចេះតែដាំទៅហើយស្មៅហ្នឹងគឺធ្វើមិនទាន់តទៅសោះងាកដុះប៉ុន្តែបើដំណាំវិញមើលថែដាក់ជីស្រោចទឹកឬក៏ដាក់ណាជំរះស្មៅពូនគល់ក៏មិនងាយល្អដូចនឹងស្មៅនឹងដែរគឺវាដូចថាយឺតប្រិយមិត្តយឺតមែនតើអញ្ចឹងទេយើងពិបាកដែរបញ្ហាទាំងអស់ហ្នឹងវាតលតែយើងនឹងប្រឹងប្រែងសម្អាតអត់មែនតើហើយបូករួមនឹងខ្ញុំហ្នឹងវាមិនសូវជាមានពេលទំនេរផងពេលខ្លះហ្នឹងក៏យើងរវល់ខ្លះអីខ្លះទៅហើយព្រិចខ្លួនហ្នឹងគឺវាពេញនៅអាថ្នាំយើងដាំហ្នឹងតែម្ដងហើយឃើញធ្វើចឹងប្រឹងណាសកម្មភាពដល់ពេលហុចផលមកសួរថាបាននេះប៉ុន្មានមិនសូវបានប្រហែលទេប្រិមត្តហើយពេលខ្លះក៏បានហូបទៅហើយមួយទៀតបើរៀងច្រើនទៅក៏យកទៅលក់ឲ្យទីផ្សារហើយទីផ្សារក៏វាមិនសូវនេះដែរពិសេសគឺបោះឲ្យអ្នកលក់ហ្នឹងមិនថាម៉េចទេរបស់យើងយកទៅលក់ឲ្យខ្ញុំនិយាយចាក់ស្ដែងយើងលក់ឲ្យគាត់គឺគាត់ឲ្យតម្លៃថោកមែនតើប៉ុន្តែបើយើងខ្វះទៅទិញពីគាត់វិញប្រកបណាស់គឺតម្លៃថ្លៃឧទាហរណ៍ជាក់ស្ដែងដូចសណ្តែកគួរខ្ញុំដាំប្រហែលជា3កូនរងតូចក្នុងមួយរងប្រវែងវាប្រហែលជា3ម៉ែត្រកន្លះទៅ4ម៉ែត្រអីចឹងហើយក្នុងមួយរងនីមួយហ្នឹងពេលវាពេញផ្លែយើងបេះក្នុងមួយថ្ងៃបានប្រហែល1គីឡូដែរហើយយើង3រងតូចហ្នឹងយើងអាចថាវាយបាន3គីឡូក្នុងមួយថ្ងៃបើយើងស្រោចទឹកដាក់ជីឲ្យវានេះផ្លែពេលវាកំហុកផ្លែតែម្ដងណាវាពេញវ័យផ្លែក្នុងមួយខែរយៈពេលមួយខែ10ថ្ងៃមានន័យថា45ថ្ងៃវាឲ្យផលហើយសណ្តែកគួរណាអញ្ចឹងនៅពេលដែលវាឲ្យផលរយៈពេលតែ5-10ថ្ងៃជាងទេប្រិមត្តហើយវាពេញផ្លែល្អព្រោះនោះគឺវាអន់ឬក៏វាចាប់ផ្ដើមមួដើមងាប់ដើមតែម្ដងខ្ញុំដាំជាក់ស្ដែងសណ្តែកគួរនៅពេលដែលខ្ញុំណាប្រមូលផលច្រើនតែម្ដងនោះគឺថាមួយថ្ងៃ2ថ្ងៃយើងវាយថា2ថ្ងៃយើងបេះបាន3គីឡូចុះ2ថ្ងៃ3គីឡូអានេះមិនមែនជាអ្នកអីចការធំដុំនេះគ្រាន់តែតិចតួចស្រួចស្ដើងណាហើយយើងបានចងបាច់ក្នុងហ្នឹងយើងចងម្ដុំ1000យកទៅបោះឲ្យទីផ្សារគេយកទៅគេអត់គិតចឹងទេគេឲ្យយើងថ្លឹងគីឡូហើយ1គីឡូគេឲ្យអង្ការសម្បូរគេឲ្យតែ1500ទៀតដល់ពេលរៀងមិនសូវមានណាកសិករយើងយកទៅលក់ឲ្យទៀតទៅគេឲ្យយើងបាន2000ចឹងទៅហើយ2000ហ្នឹងគេមើលទៀតតើតែវែងល្អណាបើសិនជាខ្លីក៏គេកាត់តាមហ្នឹងទៀតហើយបើយើងធៀបទៅណាការចំណាយពេលនៃការដាំដុះហើយនឹងចំណាយពេលនៃការមើលថែណាបើសិនជាហ្នឹងខែរដូវភ្លៀងបើសិនជាយើងស្រោចទឹកទៀតណាណាចំណាយទឹកណាចំណាយកម្លាំងចំណាយជីយើងគុណគូទៅគឺសឹងតែមិនរួចខ្លួនប្រិមត្តហើយមិនរួចខ្លួនទេអញ្ចឹងបានថាដាំដុះនេះខ្ញុំមិនដឹងថាអ្នកដែលគាត់ធ្វើចការធំប្រហែលជាគាត់មានមួយធំគេអាចថានិយាយទីផ្សារគ្នាឲ្យហើយឬមួយយ៉ាងម៉េចប៉ុន្តែខ្ញុំក៏តេស្តនៅដំណាំតិចតួចស្រួចស្ដើងផងណាក៏មានបញ្ហាដែរមិនស្រួលហ្មងទេណាការដាំដុះណាគុំនេះតើតើយើងសិក្សាទីផ្សារមែនតើហើយអញ្ចឹងហើយបានគេឲ្យយើងដាំដំណាំចម្រុះឲ្យវាទប់គ្នាបើថាអានេះថោកអានោះវាបានជួយទប់ពិសេសគឺអ្នកដាំដំណាំចម្រុះហ្នឹងក៏តើតើគាត់ឧស្សាហ៍ណាព្រោះដំណាំភាគច្រើនវាមានរដូវកាលរបស់វាដូចសណ្តែកគួររដូវសណ្តែកគួរហ្នឹងភាគច្រើនដាំទៅគឺវាល្អវាឲ្យផលច្រើនហើយបើខុសពីរដូវកាលហ្នឹងគឺថាពិបាកក្នុងការប្រមូលផលគឺអត់បានផលទេបើសិនជាវាបានក៏វាបានកម្រិតតិចហើយតតែមើលថែមែនតើពិសេសខែប្រាំងណាប្រិមិត្តហើយមួយខាំសឹងតែមួយខាំសណ្តែកគួរសឹងតែ2គួរទេហើយតម្លៃដូចជា1500កាលចូលឆ្នាំខ្ញុំទិញអញ្ចឹងមានន័យថាថ្លៃមែនតើប៉ុន្តែពិបាកដែរត្រង់ថាឈ្មួញដែលគាត់ទិញយកទៅលក់ហ្នឹងគាត់ឲ្យធូរថ្លៃមែនតើតែបើសិនជាយើងទៅទិញពីគាត់វិញមកគឺតម្លៃថ្លៃជួនកាលហ្នឹងអាចថាថ្លៃលើសពីអ្វីដែលយើងគិតទុកទៅទៀតអញ្ចឹងទេអ្វីដែលខ្ញុំគិតហ្នឹងគឺថាពិបាកណាស់ប្រិមត្តហើយបើសិនជាដាំដុះដាំតិចតួចទៅហើយដំណាំហ្នឹងមានអានេះបន្តិចអានោះបន្តិចសម្រាប់ហូបលក្ខណៈគ្រួសារទៅណាមិនបាច់ថាចង់ដាំអាជីវកម្មវាពិបាកដែរអរគុណវីដេអូមានតែប៉ុណ្្នឹងអរគុណប្រិមត្តដែលបានតាមដានទស្សនា